មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីលើកឡើងថាមុនទិញដីឡូឬផ្ទះនៅក្នុងបុរីត្រូវតែស្វែងយល់ពីប្រវត្តិម្ចាស់គម្រោងឲ្យច្បាស់សិនបើនិយាយថាធ្វើម៉េចក៏មកចាញ់បោកគេការពិតទៅអ្នកទិញទាំងអស់សុទ្ធតែដឹងថាត្រូវធ្វើម៉េចតាខ្ញុំឯងនិយាយថាក្នុងមួយជីវិតមនុស្សតើទិញផ្ទះប្រហែលដងមួយជីវិតមនុស្សអ្នកខ្លះទិញតែម្ដងពីរដងបីដងអ្នកខ្លះអត់ដែលបើឱកាសទិញផ្ទះចឹងការទិញផ្ទះគឺជាការវិនិយោគឬការសម្រេចចិត្តធំបំផុតមួយនៅពេលទិញផ្ទះគឺជារឿងមួយដែលដូចយើងរៀបការនេះគឺរឿងធំណាស់ចំជីវិតអញ្ចឹងចង់មិនចង់អត់មានហេតុផលទេគឺត្រូវតែសិក្សាស្វែងយល់យើងទិញផ្ទះមួយតើយើងស្គាល់ច្បាស់ថាតើទី1ម្ចាស់គម្រោងជានរណាប្រវត្តិគាត់អ៊ីនធឺណិតមានតើសម័យហ្នឹងអង់គ្លេសខ្មែរឆែកបានតើបូរីហ្នឹងយ៉ាងម៉េចយើងអាចឆែកប្រវត្តិបានតើអញ្ចឹងប៉ុន្តែខ្ញុំសូមបញ្ជាក់ណាមនុស្សជាច្រើនចែកបោកគេមិនមែនដោយសារគាត់មិនឆែកគាត់មិនដឹងទេប៉ុន្តែសំខាន់លោកលុនមានអ្នកខ្លះចែកបោកគេគឺដោយសារតែតម្លៃគេលក់ថោកការបង់លុយគេស្រួលខ្លួនឯងឃើញចំណេញទៅទិញលក្ខណៈវិនិយោគផ្សងព្រេងដល់ពេលគេបោកគេថាគេបោកមកពីគាត់លោកលួនដែរទេនឹងយើងទទួលស្គាល់មិនមែនអ្នកដែលចេញបោកគេសុទ្ធតែមនុស្សអត់ដឹងទេខ្វះអ្នកចេះអ្នកមានមកកំភ្លុងដោយសារលោកលួនចេញបោកគេប៉ុន្តែជារួមសម្រាប់ប្រជាជនទូទៅរបស់ខ្ញុំមុននឹងទិញសូមសិក្សាស្វែងយល់សួរគេឲ្យបានច្រើនទៅឥឡូវនេះវាស្រួលណាស់អ៊ីនធឺណិតស្អីក៏មានដែរហើយបើសិនជាបូរីសង់នៅតំបន់ណាសួរអាជ្ញាធរដែនដីទៅកណ្ដាលក្រុងណាបូរីក្នុងកណ្ដាលក្រុងអត់សូវមានបញ្ហាទេបញ្ហាតែជេរក្រុងឬក៏តាមខេត្តជាប់ព្រំដែនភ្នំពេញអាហ្នឹងគឺមានបញ្ហាច្រើនហើយបញ្ហាមិនមែនថាពិបាកទេសួរតែមេភូមិមេឃុំគេដឹងទាំងអស់ណាប៉ុន្តែណាស់តែយើងខ្លួនឯងមិនសួរឬក៏យើងខ្លួនឯងហ្នឹងឃើញគេលក់ថោកបង់លុយផ្ដាច់ចំណេញច្រើនក៏ទិញលក្ខណៈបន្ថយដល់ពេលបន្ថយគេបើកមែនតាំងថាជាជនរងគ្រោះអាហ្នឹងគឺមកចំណែកគឺមកពីគេបោកមកចំណែកគឺមកយើងលោកលុនអានេះទទួលស្គាល់រឿងចឹងចំពោះការទិញដីឡូវិញលោកបណ្ឌិតគឹមហៀងថាក៏ដូចគ្នាទៅនឹងការទិញផ្ទះដែរមុននឹងទិញត្រូវស្គាល់ម្ចាស់គម្រោងបើមិនជួបម្ចាស់គម្រោងកុំទិញតែម្ដងដីឡូក៏ដូចតែគ្នាអញ្ចឹងមុននឹងទិញដីឡូគឺយើងត្រូវទី1គឺយើងត្រូវស្គាល់ពីម្ចាស់គម្រោងហ្នឹងហ្មងឈ្មោះអីវាមិនដែរទៅទិញដីឡូរាប់ពាន់របស់ដុល្លារអត់ស្គាល់ម្ចាស់គម្រោងទិញទៅអីបើមិនស្គាល់ម្ចាស់គម្រោងផងហើយបើហាត់ទិញហើយបើមិនបានជួបម្ចាស់គម្រោងផ្ទាល់គឺកុំទិញហ្មងអាហ្នឹងខ្ញុំនិយាយពីនៅតាមខេត្តដីឡូទិញដីឡូបើមិនស្គាល់ម្ចាស់គម្រោងផ្ទាល់កុំទិញហើយបើមិនដឹងពីប្រវត្តិដីហ្នឹងទេក៏ទិញសួរមេភូមិមេឃុំវាប្រាប់ហើយដីឡូវាច្រើនតាមខេត្តអញ្ចឹងអ្នកដែលច្បាស់តាមខេត្តគឺមេភូមិមេឃុំហ្នឹងគឺច្បាស់រំរងជួនកាលសូយកដីចេះដល់ស្គាល់ទេមេភូមិមេឃុំគឺស្គាល់ប្រវត្តិដីសួរគាត់មើលដីហ្នឹងពីដើមយ៉ាងម៉េចមានប្រឹងផ្អល់គ្នាអត់ម្ចាស់ពីមុនណាឥឡូវពីណាលក់យ៉ាងម៉េចមេភូមិមេឃុំគាត់ដឹងហើយសួរគាត់ក៏ប្រាប់ហើយគាត់ចាំតែប្រាប់ណាយើងមិនសួរតាអាហ្នឹងគឺត្រូវតែសួរមេភូមិមេឃុំនៅតាមខេត្តសម្រាប់លោកបណ្ឌិតគឹមហៀងបានស្នើជាចម្បងទៅកាន់អ្នកទិញគឺគុំទិញដោយសារតែគេលក់ថោកគុំទិញដោយសារតែលោភលន់ចង់ចំណេញហួសប្រមាណខ្ញុំមើលឃើញក្រសួងគាត់បានខំប្រឹងណាស់យើងទៅនិយាយពីការពិតណាក្រសួងគាត់ខំប្រឹងណាស់អាជ្ញាធរដែនដីគាត់ខំប្រឹងណាស់មេភូមិមេឃុំមេស្រុកអីគឺគាត់បើកចំហឲ្យនិយាយទៅសួរគេប្រាប់ហើយចឹងអ្វីដែលខ្ញុំស្នើនេះគឺសុំស្នើទី1គឺអ្នកទិញខ្លួនឯងហ្នឹងហ្មងយើងមិនអាចស្នើទៅអ្នកដែលអភិវឌ្ឍទេព្រោះអ្នកខ្លះក៏ល្អអាខ្លះក៏បោកវាច្រើនចឹងយើងស្នើគាត់វាអត់ន័យទេខ្ញុំស្នើជាងគេគឺអ្នកទិញខ្លួនឯងហ្នឹងហ្មងត្រូវចាំមួយជីវិតមនុស្សទិញដីទិញផ្ទះប៉ុន្មានដងតិចណាស់ម្ដងពីរដងអ្នកខ្លះដែរបានទិញទេអញ្ចឹងការទិញដីធ្លីគឺជាការសម្រេចចិត្តដ៏ធំមួយមុននឹងទិញនៅតាមខេត្តណាសុំសួរមេភូមិមេឃុំឲ្យច្បាស់ពីប្រវត្តិដីហើយទិញនៅខេត្តបើមិនបានជួបម្ចាស់គម្រោងកុំទិញអានោះសម្រាប់នៅខេត្តណាហើយបើនៅភ្នំពេញវាអត់ពិបាកទេកណ្ដាលក្រុងរបស់វានិយាយទៅអ្នកដែលនៅកណ្ដាលក្រុងសុទ្ធតែជាក្រុមហ៊ុនធំល្បីហើយអញ្ចឹងសូរយកដីគាត់ដឹងសុំសួរតាមរយៈសូរយកដីកុំទិញដោយសារគេលក់ថោកព្រោះអីខ្ញុំមើលឃើញគម្រោងដែលគេបោកបានសុទ្ធតែគម្រោងដែលគេលក់ថោកហើយអ្នកទិញហ្នឹងគាត់ក៏ដឹងថាវាថោកដែរមកក៏ទិញធម្មតាតែថោកគេយកលុយមុនអាហ្នឹងគេបោកហើយអញ្ចឹងសរុបសេចក្តីខ្ញុំឯងនិយាយថាក្រសួងដែនដីក្រសួងពាក់ព័ន្ធហើយនឹងអាជ្ញាធរដីគាត់ខំប្រឹងតាមការងាររបស់គាត់ឲ្យធ្វើបានយើងសួរគាត់ប្រាប់ថាយើងទៅសួរអ្នករស់ស៊ីបូរីខុនដូដីឡូបោកគឺមានអ្នកឡក៏មានសំខាន់អ្នកទិញខ្លួនឯងមុននឹងសម្រេចចិត្តទិញគឺត្រូវតែសួរ